យើងបានឃើញថាថាមពលអាចប្រាប់យើងអំពីភាពខុសមាសដ៏តូចនៅក្នុងណយោប៉ុន្តែមានអ្វីមួយកាន់តែអស្ចារ្យជាងនេះទៅទៀតតើថាមពលអាចคล้ายទៅជាមាសដោយផ្ទាល់បានដែរឬទេចម្លើយគឺអាចបាននៅពេលដែលហ្វូតុងមួយមានថាមពលខ្ពស់ខ្លាំងវាមិនមែនជាពន្លឺធម្មតាទៀតទេនៅពេលដែលថាមពលរបស់វាធំជាងឬស្មើ2ដងនៃម៉ាស់នៅស្ងៀមរបស់អេឡិចត្រូនច្បាប់ធម្មជាតិបានផ្លាស់ប្ដូរពន្លឺមួយកាំអាចបែកខ្លួនចេញជាភាគល្អិតពីរគឺអេឡិចត្រូននិងប៉ូស៊ីត្រុងដែលជាភាសាអង់គ្លេសហៅថា pair creation ប៉ូស៊ីត្រុងគឺជាភាគល្អិតគឺជា antiparticle របស់អេឡិចត្រូនវាមានលក្ខណៈដូចគ្នាជាមួយនឹងអេឡិចត្រូនប៉ុន្តែប៉ូស៊ីត្រុងផ្ទុកបន្ទោអគ្គិសនីផ្ទុយពីអេឡិចត្រូនគឺវាផ្ទុកបន្ទោអគ្គិសនីវិជ្ជមានរីឯអេឡិចត្រូនផ្ទុកបន្ទោអគ្គិសនីអវិជ្ជមានថាមពលคล้ายទៅជាម៉ាស់ពន្លឺសុទ្ធប្រែคล้ายទៅជាសារធាតុពិតម៉ាស់អេឡិចត្រូនមួយដែលនៅស្ងៀមគឺស្មើនឹង511គីឡូអេឡិចត្រូនវ៉ុលដូច្នេះយ៉ាងហោចណាស់ពន្លឺត្រូវតែមានថាមពល1.022 មេហ្គាអេឡិចត្រូនវ៉ុលត្រូវការដើម្បីបង្កើតគូនេះប៉ុន្តែរឿងនេះមិនបញ្ចប់នៅទីនោះទេពេលអេឡិចត្រូននិងប៉ូស៊ីត្រុងជួបគ្នាវិញពួកវាមិនគ្រាន់តែប៉ះទង្គិចគ្នាទេពួកវាបានបាត់ទៅម៉ាស់របស់ពួកវារលាយទៅជាពន្លឺបាតុភូតនេះគេហៅជាភាសាអង់គ្លេសថា annihilation មិនសល់អ្វីទៀតឡើយនេះគឺ E ស្មើនឹង mc ក្រេក្នុងទម្រង់ដ៏សុទ្ធនិងខ្លាំងបំផុតមិនមែន mass defect តិចតួចទេមិនមែនការបាត់បង់បន្តិចបន្តួចទេប៉ុន្តែជាការបំលែងពេញលេញរវាងម៉ាស់និងថាមពលពន្លឺคล้ายទៅជាសារធាតុคล้ายទៅជាពន្លឺវិញនេះគឺជាអំណាចពិតប្រាកដនៃរូបវិទ្យាកង់ទិចក្នុងការបង្កើតគូនេះយើងឃើញថាម៉ាស់និងថាមពលមិនមែនជារឿងខុសគ្នានោះទេពួកវាជារូបរាងពីរនៃអ្វីតែមួយស្មើ mc ការ៉េមិនមែនត្រឹមតែជាសមីការប៉ុណ្ណោះទេវាជាច្បាប់នៃអត្ថិភាពយើងបានឃើញថាថាមពលអាចคล้ายទៅជាម៉ាស់និងម៉ាស់អាចប្រែคล้ายទៅជាថាមពលវិញបានប៉ុន្តែមានសំណួរធំជាងនេះទៅទៀតតើនៅដើមកំណើតចក្រវាឡម៉ាស់និងថាមពលមានទំនាក់ទំនងនឹងគ្នាយ៉ាងដូចម្តេចចម្លើយស្ថិតនៅក្នុងទ្រឹស្ដីរបស់ Big Bang នៅដំណាក់កាលដំបូងបំផុតនៃចក្រវាឡសីតុណ្ហភាពខ្ពស់លើសពីការស្មាននោះមានន័យថាថាមពលកម្ដៅគ្រប់គ្រាន់សម្រាប់បង្កើតម៉ាស់ភាគល្អិតនិង antiparticle កើតឡើងនិងបាត់បង់ជាបន្តបន្ទាប់បាតុភូត pair creation និង annihilation កើតឡើងដោយគ្មានឈប់ឈរថាមពលនិងម៉ាស់ស្ថិតក្នុងស្ថានភាពបំលែងទៅវិញទៅមកប៉ុន្តែពេលចក្រវាឡពង្រីកសីតុណ្ហភាពថយចុះថាមពលមិនគ្រប់គ្រាន់សម្រាប់បង្កើតគូថ្មីទៀតទេ pair creation ឈប់ annihilation ឈ្នះភាគច្រើននៃភាគល្អិតបាត់ទៅជាកាំរស្មីប៉ុន្តែមានភាពមិនសក្តិមូលតិចតួចបំផុតប្រហែល1ក្នុង 1000 លានសារធាតុទាំងនោះដែលមិនត្រូវបានបំផ្លាញហើយនៅសេសសល់វាបង្កើតទៅជាអាតូមផ្កាយ Galaxy និងសូម្បីតែមនុស្សយើងជាដើមប្រសិនបើមានសក្តិមូលពេញលេញនោះមិនមានអ្វីនៅសល់ទេគ្មានផ្កាយគ្មានភពនិងគ្មានជីវិតនៅលើភពផែនដីស្មើ mc ការ៉េមិនត្រឹមតែពន្យល់ពីថាមពលប៉ុណ្ណោះទេវាពន្យល់ដើមកំណើតនៃអត្ថិភាពយើងបានចាប់ផ្ដើមពីអាហារនៅលើតុពីភ្លើងតូចមួយដែលយើងឃើញជារៀងរាល់ថ្ងៃយើងបានឃើញថាសូម្បីតែប្រតិកម្មគីមីធម្មតាក៏គោរពតាមសមីការស្មើនឹង mc ការ៉េផងដែរប៉ុន្តែម៉ាស់ដែលបាត់បង់តិចតួចខ្លាំងណាស់បន្ទាប់មកយើងចូលទៅក្នុងណយោយើងឃើញ mass defect យើងបានឃើញខ្សែកោងថាមពលសម្ព័ន្ធយើងឃើញថាធម្មជាតិកំពុងធ្វើដំណើរទៅរកស្ថិរភាពខ្ពស់ជាងមុននៅក្នុងស្នូលព្រះអាទិត្យប្រតិកម្ម nuclear fusion កំពុងបំលែងម៉ាស់តិចតួចទៅជាពន្លឺដែលផ្ដល់ជីវិតនៅលើភពផែនដីនៅក្នុងម៉ាស៊ីនប្រតិករនុយក្លេអ៊ែរឬក៏អាវុធនុយក្លេអ៊ែរកំពុងបញ្ចេញថាមពលដ៏មហិមាពីការបាត់បង់ម៉ាស់តិចតួចនេះក្នុងកាំរស្មីហ្គាម៉ាតូចមួយយើងអាចវាស់ភាពខុសម៉ាស់តូចបំផុតនៅក្នុងបាតុភូត pair creation យើងឃើញថាថាមពលអាចคล้ายទៅជាម៉ាស់ពិត
ហើយនៅដើមកំណើតនៃចក្រវាលថាមពលនិងម៉ាសស្ថិតនៅក្នុងការរាំជាមួយគ្នារហូតដល់ភាពមិនសមមូលតិចតួចមួយបានសម្រេចអនាគតទាំងមូលពីភាពមិនសមមូល1ក្នុង 1000 លានកើតមានជាផ្កាយកើតមានជាហ្គាឡាក់ស៊ីនិងកើតមានជីវិតនៅលើភពផែនដីសមីការស្មើនឹង MC ការ៉េមិនមែនត្រឹមតែជាសមីការខ្លីមួយនៅលើក្តារខៀននោះទេវាជាស្ពានភ្ជាប់ម៉ាស់នឹងថាមពលភ្ជាប់ភាគល្អិតតូចបំផុតទៅដល់ចក្រវាលទាំងមូលវាពន្យល់ថាពន្លឺព្រះអាទិត្យកើតចេញពីណាវាពន្យល់ថាថាមពលនៅក្នុងអាហារមកពីណាវាពន្យល់ថាហេតុអ្វីបានជាយើងកើតមាននៅលើភពផែននៅចុងក្រោយនេះម៉ាស់និងថាមពលមិនមែនជារឿងខុសគ្នាទេពួកវាជារូបរាងពីរនៃអ្វីតែមួយហើយយើងក៏ជាផ្នែកមួយនៃសមីការនេះដែរស្មើ MC ការ៉េមិនត្រឹមតែពន្យល់ពីថាមពលវាពន្យល់អំពីអត្ថិភាព